បាទជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះសម្រាប់ពេលវេលាថ្ងៃនេះដែលទ្រង់បានប្រទានពរឲ្យលោកគ្រូមករៀនបងប្អូនសាជាថ្មីម្ដងទៀតអញ្ចឹងថ្ងៃនេះគឺលោកគ្រូបានលើកយកនៅ lesson 3ដែលតទៅជាមួយនឹង vocabulary ដែលបងប្អូននឹងត្រូវរៀនពាក្យជាមួយលោកគ្រូចំនួន5ពាក្យណាដែលតាក់ទងជាមួយនឹងពាក្យ5នោះគឺអាចឃើញអាចបងប្អូនទាំងអស់គ្នាឃើញថាវាមានអានេះបើសិនជាខ្មែររបស់យើងគឺការ៉េណាបាទការ៉េណាមានដៃមានជើងអានេះគ្រូបន្ថែមឲ្យដើម្បីឲ្យវាមើលទៅវាតាក់ទាញដែរណាបាទអញ្ចឹងវាមានដូចជាការ៉េខាងនេះគឺមានគេជារង្វង់នេះគឺជាអីគេយើងបានធ្លាប់បានរៀននៅគណិតវិទ្យាបាទសិស្សរូបថតនិមិត្តទាំងអស់នេះរូបថតនិមិត្តណាបាទនេះគឺជារូបត្រីកោណនេះគឺចតុកោណកាយហើយនេះគឺជារាងពងក្រពើបាទអញ្ចឹងហើយពីបងប្អូនអត់បានដឹងថាតើជាភាសាអង់គ្លេសវិញតើគេតើពាក្យអូការ៉េគេអានថាម៉េចជាពាក្យជាភាសាអង់គ្លេសណាអញ្ចឹងទីទៀតបងប្អូនទាំងអស់គ្នានឹងសិក្សាពីពាក្យអង់គ្លេសនិងធ្វើការបកប្រែជាមួយលោកគ្រូហើយនឹងមានការបង្កើតប្រយោគខ្លីៗដើម្បីបងប្អូនបានជាក់ច្បាស់បន្ថែមទៀតណាបាទដោយរូបទី1របស់យើងឃើញថាមានរូបជាការ៉េណាបាទការ៉េគឺអានថា square បាទបងប្អូនទាំងអស់គ្នាអាចចាំឯងពាក្យថា square តើមើលសាកនិយាយមើលបាទល្អណាស់ square បាទរកតែថាការ៉េណាតើពាក្យទី2គឺ circle បាទចាំបងប្អូនទាំងអស់គ្នាអានមើលបាទល្អណាស់ circle បាទគឺរង្វង់បាទ circle គឺរង្វង់តើទី3គឺ triangle បាទ triangle គឺត្រីកោណតើបងប្អូនទាំងអស់គ្នាសូមអានបាទល្អណាស់ triangle បាទតើពាក្យទី4គឺពាក្យថា rectangle បាទតើបងប្អូនទាំងអស់គ្នា rectangle អូល្អណាស់បាទ rectangle តើមានន័យថាគឺចតុកោណបាទចតុកោណតើឥឡូវយើងចូលមកដល់ពាក្យទី5គឺ oval បាទ oval គឺពងក្រពើរាងពងក្រពើណាបាទតើម្ដងទៀត oval ល្អណាស់បាទតើអញ្ចឹងបងប្អូនទាំងអស់គ្នាអានជាមួយនឹងគ្រូម្ដងទៀតណាតើទី1 square ល្អណាស់ circle ល្អណាស់ triangle ល្អណាស់ rectangle ល្អណាស់តើចុងក្រោយ oval ល្អណាស់តើអញ្ចឹងយើងប្រហែលជាបានឃើញអំពីរូបភាពឃើញអំពីការបកប្រែឃើញអំពីពាក្យជាភាសាអង់គ្លេសហើយអញ្ចឹងបងប្អូនទាំងអស់គ្នាទៅមើលនៅការតែងប្រយោគខ្លីៗជាមួយនឹងគ្រូទាំងអស់គ្នាណាដោយទី1តកតងជាមួយនឹងពាក្យថា square បាទគឺប្រកាសប្រយោគដាក់ថា the table is a square បាទអញ្ចឹងយើងបកបែបថាអញ្ចឹង table គឺតុណាតុគឺមានរាងជា square គឺការ៉េអញ្ចឹងតុបងប្អូនទាំងអស់គ្នារៀនគឺមានរាងជាការ៉េបាទអញ្ចឹងយើងអាចបកបែបថាតុមានរាងជាការ៉េដោយប្រើពាក្យថា square នៅខាងក្រោយនេះណាបាទតោះឥឡូវយើងចូលទៅដល់ទី2 the clock is a circle បាទអញ្ចឹងមានន័យថានេះគឺជាគេនេះនាฬิកាបាទនាฬิកាមានរាងជាអីគេ circle រង្វង់បាទអញ្ចឹងបងប្អូនអាចដឹងថានាฬิកាពីច្រើនគឺវាជារង្វង់ខ្លះក៏មានរាងផ្សេងតែយើងប្រើពាក្យច្រើនគឺរង្វង់តែម្ដងណានាฬิកាយួនជាងនាฬิកាដូចនៅដៃលោកគ្រូណាវាមានជារង្វង់ដូចគ្នាដែរតោះយើងចូលទៅដល់ទី3 The road is a triangle បាទ triangle គឺអីគេត្រីកោណបាទអញ្ចឹងដំបូលគឺមានរាងជាគេគឺមានរាងជាត្រីកោណបាទជាត្រីកោណ triangle របស់យើងណាបាទតើឥឡូវយើងចូលទៅដល់ទី4 The door is a rectangle បាទអញ្ចឹងមានន័យថា door គឺទ្វារបាទទ្វារមានរាងជាអីគេមានរាងជាចតុកោណបាទ rectangle បាទមានរាងជាចតុកោណតោះឥឡូវយើងចូលទៅដល់ប្រយោគចុងក្រោយជាប្រយោគបញ្ចប់របស់យើងគឺ The mirror is an oval
The mirror is an oval បាទអញ្ចឹងមានន័យថានេះគេហៅគេនេះ mirror គឺកញ្ចក់បាទកញ្ចក់តទៅជាមួយនឹងកញ្ចក់ឆ្លងមុខអីហ្នឹងពេលខ្លះគឺវាមានរាងជាពងក្រពើបាទអញ្ចឹងកញ្ចក់មានរាងជាពងក្រពើកញ្ចក់យើងឆ្លងពេលខ្លះគឺដាក់ធំពេលខ្លះគេទូចសម្រាប់យើងឆ្លងកញ្ចក់អស់បងប្អូនទាំងគ្នាបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចនឹងបង្កើតនៅប្រយោគផ្សេងៗក្រៅពីនេះបន្តទៀតតែពាក្យរបស់យើងទាក់ទងជាមួយនឹង5ពាក្យថ្ងៃនេះណាវាមានដូចជា square circle triangle rectangle និង oval បាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចចាំតន់នៅក្នុងមេរៀនមួយនេះជាចុងក្រោយលោកគ្រូសូមអរគុណសូមព្រះប្រទានពរ